សួស្តីប្រិយមិត្តសម្រាប់រឿងព្រេងនិទានព្រះបុរាណទាំងអស់គ្នាថ្ងៃនេះយើងជួបគ្នាជាថ្មីម្ដងទៀតមកកាន់ខ្សែភាពយន្តចាស់របស់យើងដដែលបន្ទាប់ពីឈិនមូបានធ្វើដំណើរចូលទៅក្នុងផ្ទះរបស់មេប៉ាស៊ូគីយើងឃើញថាមាននិស្សិតក្រីក្រម្នាក់គឺគាត់បានបើកទ្វារនៅពេលដែលគាត់បានបើកទ្វារគឺមានព្រះសង្ឃមួយដែលស្ថិតនៅប៉ាលើឈិនបានទៅសួរនិស្សិតក្រីក្រនឹងថាតើមានរឿងអ្វីកើតឡើងនៅពេលដែលព្រះសង្ឃនឹងបានចាប់ផ្ដើមឃើញថាក្បាលរបស់គេគឺបានជ្រុះពីស្មាបាត់ទៅហើយព្រះសង្ឃនឹងគឺមានការភ័យខ្លាចខ្លាំងមែនទែនតែម្ដងតែទោះជាយ៉ាងណាក៏ដោយគឺគាត់មិនអស់ចិត្តនោះទេគឺព្រះសង្ឃនឹងបានធ្វើដំណើរត្រឡប់ថយក្រោយបន្តិចហើយនិយាយទៅកាន់គ្រប់គ្រាថានៅទីនោះគឺមានអ្នកគុណនិយមម្នាក់ដែលមានអំណាចខ្លាំងមែនទែនតែម្ដងហើយព្រះសង្ឃនឹងបានប្រើធម្មពលពិសេសរបស់គាត់ដើម្បីបើកទ្វារនឹងនៅពេលដែលគាត់បានចាប់ផ្ដើមប្រើធម្មពលពិសេសដើម្បីបើកទ្វារនឹងទៅគាត់ក៏មិនខុសពីនិស្សិតក្រីក្រនឹងដែរគឺគាត់ត្រូវទទួលបានមួយកំបិតគឺដាច់ក្បាលបាត់ទៅហើយដែលធ្វើឲ្យគ្រប់គ្នានៅទីនោះគឺមានការភ្ញាក់ផ្អើលនិងភ័យខ្លាចជាមួយនឹងអំណាចដាវដ៏ខ្លាំងក្លានេះខ្លាំងមែនទែនតែម្ដងពេលនេះ admin សុំស្លេះត្រែតាមនឹងសិនជួបគ្នាថ្ងៃក្រោយទៀតអានេះគ្រាន់តែជាការតេស្តសាកល្បងរបស់ admin តែប៉ុណ្ណោះថាតើបងប្អូនទាំងអស់គ្នាពេញចិត្តនឹងការសម្រេចរបស់ admin ឬក៏អត់ប្រសិនបើពេញចិត្តកុំភ្លេចជួយចុច subscribe ហើយជួយ comment ប្រាប់ admin ផងដើម្បីឲ្យ admin មានកម្លាំងចិត្តបន្តទៀតជាចុងក្រោយសូមឲ្យទាំងអស់គ្នាមានសុខភាពល្អរកស៊ីទទួលទានមានបានគ្រប់គ្នាសូមអរគុណ